បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាវីដេអូរបស់ខ្ញុំបាទជាមសវណ្ណជាទីគោរពបាទថ្ងៃនេះខ្ញុំបាទសូមបង្ហាញវីដេអូអំពីកសិកម្មដែលនៅកសិដ្ឋានរបស់ខ្ញុំនៅក្នុងខេត្តស្វាយរៀងហើយដោយសារតែស្រូវឬធ្វើទៅបានថោកពេកបាទឥឡូវនេះគឺខ្ញុំចាប់ផ្ដើមចាក់ដីបំពេញនៅចន្លោះដែលមានទឹកដក់ហ្នឹងគឺធ្វើជាដីកសិដ្ឋានវិញដោយសារតែយើងធ្វើស្រូវហ្នឹងមួយឆ្នាំខាតមួយឆ្នាំចំណេញមិនសូវជាបានផលទេបាទដោយសារតែជីចំណាយលើថ្នាំកសិកម្មផ្សេងគឺអស់ច្រើនអញ្ចឹងធ្វើស្រូវមួយឆ្នាំមិនដែលបានចំណេញទេហើយស្រូវមិនដែលឡើងលើសពី1000ទេបាទពុកម៉ែបងប្អូនអញ្ចឹងខ្ញុំបានចាក់ដីបំពេញដើម្បីជាកសិដ្ឋានវិញចិញ្ចឹមសត្វចិញ្ចឹមគោដាំបន្លែដាំដំណាំហូបផ្លែផ្សេងវិញដើម្បីយើងអាចទទួលផលបានជារៀងរាល់ថ្ងៃបើមិនបើយើងធ្វើស្រែធ្វើស្រូវទេគឺមួយឆ្នាំយើងអាចធ្វើបានតែម្ដងទៅ2ដងទេហើយសម្រាប់នៅស្រុកភូមិខ្ញុំនេះធ្វើតែម្ដងទេបាទសម្រាប់ស្រូវអញ្ចឹងការធ្វើនឹងធ្វើបានតែម្ហូបទេយើងអាចលក់ដូរអីបានកម្រៃអីច្រើនណាស់ណាទេអញ្ចឹងហើយខ្ញុំបានចំណាយថវិការបស់ខ្ញុំនេះចាក់ដីបំពេញដីគេឪពុកម្ដាយខ្ញុំនេះដើម្បីធ្វើជាកសិដ្ឋានចិញ្ចឹមគោដាំដំណាំហើយនឹងចិញ្ចឹមសត្វវិញបាទឥឡូវនេះគឺខ្ញុំបានចាប់ផ្ដើមហើយចាប់ផ្ដើមនេះគឺនៅខាងឪពុកម្ដាយបង្កើតរបស់ខ្ញុំដោយសារតែមុនពេលខ្ញុំរៀបការហ្នឹងគឺខ្ញុំបានចាប់ផ្ដើមវាទៅហើយអញ្ចឹងខ្ញុំត្រូវតែបញ្ចប់វានៅទីនេះហើយបច្ចុប្បន្ននេះគឺខ្ញុំបានចាក់ដីនិងដាំដំណាំផ្សេងផងដែរហើយទៅថ្ងៃខាងមុខគឺខ្ញុំអាចដាំបន្លែបង្ការដើម្បីលក់ទៅកាន់ទីផ្សារក្នុងស្រុកក្នុងខេត្តរបស់ខ្ញុំនេះបាទដើម្បីផ្គត់ផ្គង់ឲ្យបានដល់បងប្អូនប្រជាពលរដ្ឋឲ្យចំណាយថវិកាទិញបន្លែគីមីពីបរទេសមកហូបទេបាទជាពិសេសនឹងគឺប្រទេសជិតខាងយើងនឹងដឹកចូលរាល់ថ្ងៃតែម្ដងដោយសារតែយើង
បាទដូចដែលពុកម៉ែបងប្អូនបានឃើញវីដេអូមុននឹងអញ្ចឹងបាទគឺខ្ញុំរៀបចំរួចរាល់បាទអញ្ចឹងបន្ទាប់ពីរៀបចំកសិដ្ឋានចិញ្ចឹមគោរួចរាល់គឺខ្ញុំត្រូវការចាក់ដីខ្សាច់វិញអញ្ចឹងនៅពេលដែលយើងជីកដីខ្សាច់ដាក់ពីលើដីឥដ្ឋគឺយើងអាចដាំដំណាំហូបផ្លែក៏ដូចជាបន្លែបង្ការបានហើយអញ្ចឹងខាងក្រោយខ្ញុំនេះបាទគឺដីមួយកន្លែងទៀតដែលខ្ញុំត្រូវរៀបចំហើយរៀបចំវាដើម្បីដាំស្មៅសម្រាប់គោវិញដោយសារតែយើងនឹងរៀបចំដីមួយចំណែកហ្នឹងគឺយើងអាចដាំបន្លែហើយមួយចំណែកនេះគឺខ្ញុំត្រូវរៀបចំដើម្បីដាំជាស្មៅឲ្យគោស៊ីវិញបាទអញ្ចឹងនេះមុនពេលរៀបចំគឺខ្ញុំបានថតទុកជាផុសតាងមួយដើម្បីបង្ហាញពុកម៉ែបងប្អូនថាបន្ទាប់ពីយើងរៀបចំហើយគឺយើងអាចដាំស្មៅបានហើយនឹងរូបភាពកម្រិតណាបាទអញ្ចឹងទស្សនវិជ្ជាដែលខ្ញុំដាក់នេះបន្ទាប់ពីរៀបចំរួចហើយរៀបចំរួចគឺយើងឃើញស្អាតបែបនេះបាទលែងលិចទឹកទៀតហើយគឺយើងអាចដាំស្មៅក៏ដូចជាដាំបន្លែបានហើយអញ្ចឹងយើងធ្វើជាដំណាក់កាលនីមួយៗបន្ទាប់ពីយើងបានកន្លែងចិញ្ចឹមគោចិញ្ចឹមមាន់ហើយគឺយើងអាចមានកន្លែងដើម្បីផលិតជាជីកំប៉ុស្តវិញអញ្ចឹងយើងអាចយកកំប៉ុស្តនោះទៅដាក់គល់ដំណាំផ្សេងហើយយើងអាចប្រមូលផលពីដំណាំហ្នឹងទៅលក់នៅលើទីផ្សារបាទអញ្ចឹងជាគំនិតរបស់ខ្ញុំនេះគឺខ្ញុំរៀបចំមិនឲ្យថាទុកដីឲ្យទំនេរទេបាទនៅពេលដែលយើងមានគំនិតហើយយើងមិនធ្វើបាទយើងអង្គុយចាំទទួលផលគឺវាមិនអាចទៅរួចទេបាទហើយជាពិសេសនោះគឺកុំខ្ចីលុយគេមកធ្វើអសោះបាទដោយសារតែធ្វើកសិកម្មគឺបថុយប្រឋានមែនតែនពុកម៉ែពូមីងអ៊ំបើសិនបើយើងមិនមានចំណង់ចំណូលចិត្តមិនមានគោលដៅច្បាស់លាស់ទេធ្វើកសិកម្មច្បាស់ណាស់គឺខាតនៅពេលដែលយើងធ្វើតាមគេបាទអញ្ចឹងនៅពេលដែលយើងយកចិត្តទុកដាក់រៀបចំផែនការធ្វើវាគឺយើងត្រូវធ្វើជាសន្សំតាមដំណាក់កាលហើយប្រសិនបើមិនមានអ្នកគ្រប់គ្រងទេយើងធ្វើទៅមុខគឺរៀងពិបាកហើយបាទហើយខ្ញុំនេះគឺខ្ញុំមិនមានអ្នកគ្រប់គ្រងខ្ញុំទេខ្ញុំធ្វើតែឯងសុទ្ធតែម្ដងដោយសារតែគ្រូសាខ្ញុំគាត់មិនចង់ឲ្យធ្វើទេបាទហើយនេះគឺយើងរៀបចំហើយយើងអាចបានស្រះនេះមានទឹកស្រោចដំណាំហើយនឹងមានស្រះនេះដើម្បីចិញ្ចឹមត្រីបាទចឹងខ្ញុំរៀបចំជាអាងចិញ្ចឹមត្រីនៅលើនោះផ្សេងហើយនឹងស្រះចិញ្ចឹមត្រីនៅបែបធម្មជាតិនេះផ្សឹងបាទអញ្ចឹងជីកនេះគឺខ្ញុំជីក2កន្លែងបាទមួយកន្លែងទៀតនោះគឺរាងធំជាងនេះបាទនេះគឺតូចទេដោយសារតែវានៅក្បែរកន្លែងដែលចិញ្ចឹមគោដែរអញ្ចឹងគឺខ្ញុំជីកតូចដើម្បីដាំដំណាំនៅក្នុងភូមិនេះហើយនឹងមួយកន្លែងទៀតដែលខ្ញុំជីកធំនោះគឺដើម្បីចិញ្ចឹមគោបាទដាំជាស្មៅវិញអញ្ចឹងនេះគឺខ្ញុំអាចដាក់ត្រីបានទាំងពីរទេស្រះពីរនេះនោះបាទប៉ុន្តែគ្រាន់តែថាដីដែលខ្ញុំជីកនេះគឺ2កន្លែងផ្សេងគ្នាហើយខ្ញុំចាប់ផ្ដើមពត់លបងនេះកុំឲ្យបាទមានសត្វពាហនៈពីខាងក្រៅបាទចូលមកស៊ីដំណាំរបស់ខ្ញុំអញ្ចឹងការរៀបចំនេះគឺតាមដំណាក់កាលហើយបើសិនបើយើងអត់មានចិត្តស្រឡាញ់ទេគឺបាទពិបាកដើរទៅមុខណាស់បាទហើយសម្រាប់ខ្ញុំគឺខ្ញុំស្រឡាញ់មែនតែនសម្រាប់វិស័យកសិកម្មនេះខ្ញុំមិនមានជំនាញធ្វើស្រូវធ្វើស្រែទេប៉ុន្តែខ្ញុំស្រឡាញ់ในការដាំដុះជាបន្លែហើយនឹងចិញ្ចឹមសត្វវិញដោយសារតែយើងអាចធ្វើបានគ្រប់រដូវកាលបើសិនបើយើងដាំស្រូវគឺយើងធ្វើបានតែមួយរដូវទេអញ្ចឹងគឺយើងទុកដីទំនេរចោលអញ្ចឹងហើយដោយសារតែអ្នកភូមិខ្ញុំសុទ្ធតែអ្នកធ្វើស្រូវហើយខ្ញុំនេះខុសគេបាទគឺយកដីនេះធ្វើជាកសិដ្ឋានចិញ្ចឹមសត្វហើយនឹងដាំបន្លែវិញអញ្ចឹងមានអ្នកសោចមានអ្នកពេបមានអ្នកចំអកលក់លើយក៏មិនខ្វល់ដែរដោយសារតែនេះជាថវិការបស់ខ្ញុំហើយខ្ញុំចំណាយនេះគឺតាមក្តីស្រឡាញ់របស់ខ្ញុំធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្ញុំបាទហើយនឹងគោលដៅរបស់ខ្ញុំអ្នកផ្សេងគាត់ចង់ឲ្យយើងធ្វើតាមគាត់មិនបើយើងអត់ស្រឡាញ់តាមចិត្តគាត់ផងហ្នឹងយើងធ្វើអ្វីដែលយើងស្រឡាញ់ធ្វើអ្វីដែលយើងមានគោលដៅមានទិសដៅច្បាស់លាស់បាទទើបយើងអាចដើរទៅមុខរួចហើយបើយើងធ្វើតាមគេទាំងដែលមិនមានជំនាញមិនមានបទពិសោធន៍យើងពិបាកដើរទៅមុខណាស់គេធ្លាក់ទឹកគឺយើងធ្លាក់ដែរហើយបាទអញ្ចឹងគឺយើងធ្វើអ្វីដែលចិត្តយើងស្រឡាញ់ហើយនឹងខិតខំស្រាវជ្រាវពុះពៀដើម្បីបន្តដំណើរទៅមុខទៀតបាទអញ្ចឹងដោយដែលពុកម៉ែពូមីងអ៊ំបានឃើញអញ្ចឹងនេះគឺជាដីស្រែហើយខ្ញុំលើកហើយនេះគឺស្អាតមែនតែនយើងឈូសឆាយវាទៅគឺស្មើលែងលិចទឹកទៀតហើយខ្ញុំរៀបចំចាក់ដីខ្សាច់ពីលើថែមទៀតអញ្ចឹងលាមកគោលាមកសัตว์មាន់សัตว์ទាអីហ្នឹងគឺខ្ញុំយកមកដើម្បីដាក់ពីលើថែមទៀតជាមួយនឹងដីខ្សាច់ដើម្បីយើងអាចដាំបន្លែឬក៏ជាដាំស្មៅបានបាទអ
អញ្ចឹងតទៅមុខទៀតគឺខ្ញុំនឹងរៀបចំវាជាដំណាក់កាលនីមួយៗដែលយើងអាចប្រមូលផលកម្រៃពីការដាំបន្លែក៏ដូចជាចិញ្ចឹមសត្វនេះទៅលក់នៅលើទីផ្សារជូនបងប្អូនប្រជាពលរដ្ឋខ្មែរយើងបានទទួលទានបាទជិះវៀងការនាំចូលទំនិញពីប្រទេសជិតខាងយើងគិតថាចំណេញប៉ុន្តែយើងប្រមូលពីប្រទេសជិតខាងមកលក់ដើម្បីផលចំណេញរបស់យើងនឹងយើងអត់អាចស្វែងយល់ច្បាស់លាស់ពីផលិតផលគេទេគេដាក់ថ្នាំច្រើនប៉ុណ្ណាដែលធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនយើងក៏យើងអត់ដឹងដែរបាទអញ្ចឹងយើងពិបាកណាស់ដែលនាំចូលទំនិញពីបរទេសបាទសម្រាប់ខ្ញុំសុខចិត្តចំណាយថវិកាដើម្បីដាំដុះនិងបង្កើតកន្លែងកែច្នៃនេះកែច្នៃផលិតផលដែលយើងបង្កើតបានហ្នឹងលក់ទៅឲ្យបងប្អូនយើងដែលនៅក្នុងស្រុកបានបរិភោគបាទវាមិនមានផលប៉ះពាល់សុខភាពពួកគាត់ទេហើយបើយើងទៅយកផុសគេពីប្រទេសជិតខាងយកមកកែច្នៃច្បាស់ណាស់ថាពួកគាត់នឹងដាក់គីមីឲ្យយើងបរិភោគបាទគឺប៉ះពាល់ទៅដល់គ្រឿងក្នុងរបស់បងប្អូនប្រជាជនខ្មែរយើងអញ្ចឹងបរទេសគេស្រឡាញ់តែមាសប្រាក់ដែលកើតពីយើងទេគេអត់ស្រឡាញ់សុខភាពបងប្អូនប្រជាពលរដ្ឋយើងទេអញ្ចឹងគេអត់ខ្វល់ទេចង់យើងឈឺមិនចង់យើងប៉ះពាល់មិនគេក៏គេអត់ខ្វល់ដែរបាទមានតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងទេដែលចេះស្រឡាញ់ខ្មែរគ្នាឯងបាទដើម្បីផលប្រយោជន៍រួមយើងទាំងអស់គ្នាហើយបងប្អូនខ្លះទៀតនោះគាត់សុកចិត្តទៅយកទំនិញពីប្រទេសជិតខាងបាទมันប្រមូលទំនិញបងប្អូនខ្មែរទេសុកចិត្តទៅយកផលចំណេញច្រើនពីប្រទេសជិតខាងនឹងយកមកលក់ឲ្យខ្មែរហើយសម្រាប់បាទសុខភាពពលរដ្ឋខ្មែរមួយឆ្នាំគឺចំណាយថវិកាច្រើនទៅលើថ្នាំពេទ្យក៏ដូចជាទៅមើលជំងឺនៅក្រៅប្រទេសផងដែរបាទអញ្ចឹងតទៅថ្ងៃមុខទៀតបើសិនបើយើងនៅតែធ្វើបែបនេះបងប្អូនប្រជាពលរដ្ឋខ្មែរយើងនឹងមានអ្នកកាន់តែឈឺច្រើនទៅក្រៅប្រទេសដោយសារតែក្នុងប្រទេសយើងគឺការព្យាបាលយើងសុខភាពនៅមានកម្រិតបាទអញ្ចឹងអ្នកខ្លះទៅគាត់មានថវិកាគ្រប់គ្រាន់ទៅគាត់ចេញទៅក្រៅប្រទេសអ្នកខ្លះទៅគាត់មិនសូវមានទៅក៏គាត់ប៉ះពាល់មើលអត់ជាអញ្ចឹងទៅប៉ះពាល់ទៅដល់អាយុជីវិតបងប្អូនខ្មែរយើងបន្ថែមទៀតអញ្ចឹងទៅណាបាទអញ្ចឹងខ្ញុំមិនមានអីបរិយាយច្រើនទេបាទទៅទស្សនាវីដេអូដែលខ្ញុំរៀបចំនេះបន្តទៅមុខទៀតបាទសូមអរគុណ